25 មិថុនា ឆ្នាំ 2007 PMT Air Flight 241 ជាជើងហោះហើរក្នុងប្រទេសកម្ពុជាបានធ្វើការហោះហើរជាធម្មតាហោះចេញពីក្រុងសៀមរាបឆ្ពោះទៅកាន់ទីក្រុងបរសេនុនៅវេលាម៉ោង 10:01 នាទីពេលព្រឹកជាមួយនឹងអ្នកដំណើរ 18 នាក់ 13 នាក់ជាជនជាតិកូរ៉េខាងត្បូង 3 នាក់មកពីសាធារណរដ្ឋឆែកអ្នកបម្រើការលើយន្តហោះ 6 នាក់ដែលក្នុងនោះមានពីឡុតជាជនជាតិអ៊ូបេគីស្ថាននិងជំនួយការអ្នកបើកយន្តហោះលោកអ៊ុតច័ន្ទតារាដែលជាជនជាតិខ្មែរហើយវិស្វករជើងហោះហើរត្រូវបានគេស្គាល់ថាមានឈ្មោះហ៊ានច័ន្ទតារាអាយុ 43 ឆ្នាំអ្វីៗដំណើរការធម្មតា47 នាទីក្រោយមកខូពីឡុតបានតាក់ទងទៅអ្នកបញ្ជាដែនអាកាសស្នើសុំទម្លាក់កម្ពស់មកត្រឹម 2000 feet គឺ 610 ម៉ែត្រសំណើនេះត្រូវបានអនុញ្ញាតហើយ2នាទីក្រោយយន្តហោះបានបាត់ពីរ៉ាដាហើយវាជាលើកចុងក្រោយដែលអ្នកបញ្ជាដែនអាកាសបានឮសំឡេងពីជើងហោះហើរ PMT Air Flight 241 យន្តហោះនេះត្រូវបានគេរកឃើញថាធ្លាក់នៅភាគនិរតីនៃប្រទេសកម្ពុជាភាគឦសាននៃភ្នំដំរីវានៅតែជាគ្រោះមហន្តរាយផ្លូវអាកាសដែលមានមនុស្សស្លាប់ទី2ក្នុងប្រវត្តិសាស្ត្រកម្ពុជាតើមូលហេតុអ្វីបានជាយន្តហោះមួយនេះធ្លាក់យន្តហោះអាចចាត់ទុកថាជាយានជំនិះដែលមានសុវត្ថិភាពបំផុតលើផែនដីតែនេះមិនមែនជាលើកទី1ទេដែលយន្តហោះបានធ្លាក់នៅក្នុងប្រទេសកម្ពុជានេះគឺជាដំណើររឿងយន្តហោះបានធ្វើការហោះហើរជាធម្មតាដែលចេញពីក្រុងសៀមរាបឆ្ពោះទៅកាន់ក្រុងបរសេនុជាមួយអ្នកដំណើរនិងក្រុមការងារ22នាក់ Antonov AN-24 គឺជាយន្តហោះដែលផលិតនៅក្នុងប្រទេសរុស្ស៊ីនៅក្នុងឆ្នាំ 1969ជាប្រភេទយន្តហោះខ្នាតតូចដែលមានប្រវែង 23.5 ម៉ែត្រមានម៉ាស៊ីនប្រភេទស្លាបចក្រជើងហោះហើរក្នុងស្រុកមួយនេះគ្រប់គ្រងដោយក្រុមហ៊ុន PMT Air Airline ពីឡុតជាជនជាតិអ៊ូបេគីស្ថានមិនអាចនិយាយឬស្ដាប់ភាសាខ្មែរបានទេអ៊ុតច័ន្ទតារាជា co-pilot នៅក្នុង flight នេះគឺជាជនជាតិខ្មែរក្នុងវ័យ 56 ឆ្នាំលោកនីកូឡាយមានបទពិសោធន៍ហោះហើរជាង 10,000 ម៉ោងហើយច្រើនជាង 5,000 ដងជាមួយនឹងយន្តហោះប្រភេទនេះខុសពីលោកតារាដែលមានបទពិសោធន៍ត្រឹមតែ 3,520 ម៉ោងប៉ុណ្ណោះមេឃស្រឡះនៅក្រុងសៀមរាបតែអាកាសធាតុនៅខាងកំពង់សោមមិនអំណោយផលនោះទេមុនពេលហោះហើរក្រុមការងារបានទទួលព័ត៌មានអំពីស្ថានភាពអាកាសធាតុរួចមកហើយពីខាងអ្នកបញ្ជាដែនអាកាសតាមរយៈទូរស័ព្ទដៃតាមព័ត៌មានគឺមានពពកក្រាស់និងភ្លៀងនៅភាគខាងជើងនៃក្រុងបរសេនុយន្តហោះត្រូវបានអនុញ្ញាតឲ្យហោះចេញពីប្រលាន30 នាទីក្រោយពលគឺនៅពាក់កណ្ដាលផ្លូវហោះហើរវាចាប់ផ្ដើមងាករេទៅខាងឆ្វេងនៃកន្លងផ្លូវនាវិកប្រហែលជាសម្រាប់ចិត្តងាកចេញដើម្បីឆ្លើយតបនឹងស្ថានភាពអាកាសធាតុដែលកាន់តែយ៉ាប់យ៉ឺននៅតាមបណ្ដោយផ្លូវទោះជាយ៉ាងណាការបង្វែរទិសដៅរបស់យន្តហោះមិនត្រូវបានជូនដំណឹងទៅកាន់ ATC នោះទេឧបករណ៍បញ្ជានៅកន្លែងដែលអ្នកបញ្ជាដែនអាកាសបានកត់សម្គាល់បានឃើញថាយន្តហោះនេះបានងាកទៅកន្លងខាងឆ្វេងដែរតែអ្នកបញ្ជាដែនអាកាសមិនបានសាកសួរបញ្ជាក់ទៅលើបញ្ហានេះទេប្រហែលជាគាត់គិតថាយន្តហោះអាចគេចនឹងពពកធំនេះវេលាម៉ោង 10:36 នាទីក្រុមការងារបច្ចេកទេសយន្តហោះបានស្នើសុំទៅកាន់អ្នកត្រួតពិនិត្យក្នុងក្រុងបរសេនុអំពីស្ថានភាពអាកាសធាតុនៅក្នុងតំបន់លោកតារាក៏ស្នើសុំអ្នកបញ្ជាដែនអាកាសនៅក្នុងទីក្រុងភ្នំពេញចុះមកកម្ពស់ 8,000 feet ស្មើនឹង 2,400 ម៉ែត្រដែលក្រោយមកត្រូវបានអនុញ្ញាតអ្នកបញ្ជាដែនអាកាសក្នុងភ្នំពេញបានប្រគល់ទំនាក់ទំនងជើងហោះហើរលេខ 241 ទៅកាន់ក្រុងបរសេនុនៅវេលាម៉ោង 10:42 នាទីម៉ោងក្នុងស្រុកពួកគេកាន់តែខិតជិតមកដល់គោលដៅហើយនាវិកតារាបានស្នើសុំចុះទៅកម្ពស់ 3,000 feet គឺ 910 ម៉ែត្រខាងអ្នកបញ្ជានៅក្រុងបរសេនុយល់ព្រមនៅសំណើមួយនេះ 10:46 នាទីយន្តហោះបានចាក់ចេញពីរ៉ាដារបស់អ្នកបញ្ជាដែនអាកាសនៅរាជធានីភ្នំពេញប៉ុន្តែវិទ្យុតាក់ទងជាមួយនឹងប៉មនៅឯក្រុងបរសេនុមានការទំនាក់ទំនងគ្នាជាធម្មតានៅវេលាម៉ោង 10:47 នាទីក្រុមបច្ចេកទេសយន្តហោះបានសុំទម្លាក់កម្ពស់ 2,000 feet គឺត្រឹម 610 ម៉ែត្រដោយសារអាកាសយានដ្ឋានខេត្តព្រះសីហនុមិនបានបំពាក់ដោយរ៉ាដាឬឧបករណ៍ជំនួយផ្សេងៗ VOR, DME និង ILS ផងនោះនាវិកត្រូវពឹងផ្អែកទាំងស្រុងលើការអង្កេត
ទៅលើដីដោយភ្នែកទៅទេអ្នកត្រួតពិនិត្យបានសួរទៅខាងយន្តហោះថាតើពួកគេបានឃើញដីនៅខាងក្រោមហើយឬនៅក្រុមបើកបរបានឆ្លើយតបថានឹងឃើញដីបន្តិចទៀតនេះបន្ទាប់មកអ្នកគ្រប់គ្រងបានសួរថាតើពួកគេមានប្រឈមបញ្ហាអ្វីក្នុងពេលចុះចតទេខាងយន្តហោះបានឆ្លើយតបវិញថាគ្មានទេ Air Traffic Control អនុញ្ញាតឲ្យក្រុមនាវិកចុះទៅកម្ពស់ 2000 feet PMT Air Flight 241បានអានឡើងវិញផងដែរសម្រាប់បញ្ជាក់នៅវេលាម៉ោង 10:48 នាទីនេះគឺជាសារបញ្ជូនចុងក្រោយពីក្រុមអ្នកបើកយន្តហោះការតាក់ទងគ្នាត្រូវបានគេដឹងថាដាច់ទំនាក់ទំនងនៅវេលាម៉ោង 10:50 នាទីម៉ោងក្នុងស្រុកយន្តហោះត្រូវចុះចតដោយសុវត្ថិភាពប៉ុន្តែការងាករេចង្កូតទៅឆ្វេងនៅពាក់កណ្ដាលផ្លូវមិនអាចធ្វើឲ្យយន្តហោះចូលកន្លងវិញបានក្រុមការងារចុះស្វែងរកនិងជួយសង្គ្រោះច្រើនជាង 1000 នាក់ជាមួយនឹងក្រុមប៉ូលីសបានធ្វើការរុករកប៉ុន្តែត្រូវបានបញ្ឈប់ដោយសារតែអាកាសធាតុអាក្រក់និងស្ថានដីលំបាកខ្លាំងក្រុមគ្រួសាររបស់អ្នកដំណើរកូរ៉េខាងត្បូងបានហោះមកកម្ពុជាភ្លាមៗក្រោយដឹងដំណឹងខណៈដែលនាយករដ្ឋមន្ត្រីសម្ដេចតេជោហ៊ុនសែនបានប្រកាសថានឹងផ្តល់រង្វាន់ $5000 ទៅដល់អ្នកដែលរកឃើញទីតាំងរបស់យន្តហោះដែលធ្លាក់ងាកទៅរកការរុករកឯនោះវិញភាគរយដែលអាចរកឃើញអ្នករស់រានមានជីវិតគឺសង្ឃឹមតិចខ្លាំងណាស់នៅថ្ងៃទី2កងស្វែងរកបានប្រើហេលីកូបទ័រហោះឡើងក្នុងការស្វែងរកប៉ុន្តែមិនមានតម្រុយអ្វីឡើយសម្ដេចហ៊ុនសែនបានស្នើសុំអាមេរិកឲ្យប្រើផ្កាយរណបស្កេនដើម្បីជួយចុងក្រោយសាកសពយន្តហោះដែលត្រូវបានគេរកឃើញនៅលើភ្នំដំរីភាគខាងជើងនៃភ្នំបូកគោ93គីឡូម៉ែត្រពីរាជធានីភ្នំពេញកម្ពស់ 2700 feet 820 ម៉ែត្រក្នុងសភាពត្រឡប់ចុះក្រោមគ្មានសញ្ញាអ្នកនៅរស់រានមានជីវិតឡើយដុំ Black Box ត្រូវបានគេរកឃើញប៉ុន្តែក្រុមស៊ើបអង្កេតមិនអាចទាញទិន្នន័យអ្វីបាននោះឡើយត្រង់នេះមិនដឹងថាខាង PMT Airline ខ្វះការប្រុងប្រយ័ត្នដោយមិនពិនិត្យទៅលើយន្តហោះឬក៏បញ្ហាពីឡុតនោះទេប៉ុន្មានខែបន្ទាប់អាជ្ញាធរគ្រប់គ្រងដែនអាកាសបានផ្អាកការហោះហើររបស់ក្រុមហ៊ុន PMT Air ដោយលើកឡើងថា Poor Airline Management ក្នុងឆ្នាំ2011តុលាការប្រទេសកូរ៉េបញ្ជាឲ្យក្រុមហ៊ុន PMT Air ធ្វើការសងជំងឺចិត្តទៅក្រុមគ្រួសារជនរងគ្រោះក្នុងទឹកប្រាក់ 3.2 លានវ៉ុនស្មើនឹង 2.8 លានដុល្លារអាមេរិកប៉ុន្តែទឹកប្រាក់នេះមិនទាន់បានសងទៅដល់ក្រុមគ្រួសារនៅឡើយទេនៅក្នុងឆ្នាំដដែលទឹកប្រាក់ដែលបានទូទាត់គឺត្រូវរ៉ាប់រងដោយក្រុមហ៊ុនលក់សំបុត្រយន្តហោះ Hanatour Travel Agency កំហុសបច្ចេកទេសដ៏ធំមួយនេះរវាងបញ្ហាអ្នកបើកយន្តហោះនិងកង្វះខាតបច្ចេកទេសទំនើបពីខាងអាកាសចរនៅក្នុងប្រអប់ខ្មៅលោកតារាដែលជា Co-pilot បាននិយាយភាសាខ្មែរច្រើនពេលសន្ទនាចំណែកឯ pilot ដែលជាជនជាតិបរទេសមិនអាចស្ដាប់យល់បានឡើយដោយអាកាសធាតុអាក្រក់យន្តហោះរេចង្កូតខុសពីគោលចរយន្តហោះហោះផុតពីរ៉ាដាមិនដឹងថាយន្តហោះអាចនឹងចូលកន្លងវិញឬបន្តដំណើរទាំងខុសផ្លូវបញ្ហាមិនបានបកស្រាយតាមប្រអប់ខ្មៅនោះទេថាវាជាកំហុស pilot ឬក៏អ្នកបញ្ជាយន្តហោះអរគុណសម្រាប់ការតាមដានទស្សនា Subscribe សម្រាប់វីដេអូថ្មីបន្តទៀតអរគុណច្រើន